ជំរាបសួរនិងសួស្តីអ្នកនាងចង់ស្វាគមន៍មកទៀតមកកាន់វីដេអូថ្មីវីដេអូរៀនទិញតំណែងពីប្រទេសចិនតែថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបយើងទិញតំណែងពីកម្មវិធីមួយដែលពេញនិយមនៅប្រទេសចិនផងដែរគឺកម្មវិធី Pinduoduo ចា៎នេះគឺជាកម្មវិធីទិញតំណែងមួយដែលពេញនិយមក្នុងចំណោមកម្មវិធីផ្សេងទៀតដែលគឺច្រើនជាជនចិនគាត់ទិញតំណែងពីខាង app Pinduoduo អញ្ចឹងវាអត់ខុសពី Taobao ហ្មងទេវាជាកម្មវិធីលក់តំណែងលក់រាយដូចគ្នាប៉ុន្តែភាគច្រើនគឺបើយើងសង្កេតនៅក្នុងកម្មវិធី Pinduoduo ហ្នឹងគឺវាតម្លៃធូរថ្លៃជាង Taobao ហើយបើយើងសំដៅទៅលើ mode វិញណា mode style របស់ គឺវាមានច្រើនជាង Taobao ឆ្ងាយវាតែต้องថាអ្នកដែលចូលចិត្ត shopping ទៅលើកៅអៅស្បែកជើង mode ដែលចូលចិត្តរបស់បែបខ្ជូតប្លែកៗដែលមាន style ច្រើនណាគឺ Pinduoduo ជាជម្រើសមួយល្អអញ្ចឹងអានេះគាត់និយាយពីលក្ខណៈសម្បត្តិរបស់កម្មវិធី Pinduoduo អញ្ចឹងអានេះគឺជាវីដេអូទី1ដែលបង្ហាញអ្នកគ្នាពីការដែលយើងតម្លើងកម្មវិធី Pinduoduo អញ្ចឹងបើសិនជាអ្នកប្រើប្រាស់នៅទូរស័ព្ទ Android យើងចូលទៅ App Store ហ្នឹងគឺអត់មានទេតែបើសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iOS ឬក៏ iPhone ហ្នឹងគាត់គ្រាន់ចូលទៅ App Store មានកម្មវិធី Pinduoduo ហ្នឹងយើងអាចតម្លើងបានប៉ុន្តែខ្ញុំក៏មានវិធីសាស្ត្រមួយដែលជួយអ្នកគ្នាអាចសម្រាប់អ្នកដែលប្រើប្រាស់នៅទូរស័ព្ទ Android គាត់អាចតម្លើងកម្មវិធី Pinduoduo ហ្នឹងប្រើប្រាស់បានដូចគ្នាទិញតំណែងបានដូចគ្នាអញ្ចឹងអានេះគឺជាវីដេអូទី1សម្រាប់តែអ្នកប្រើប្រាស់ទូរស័ព្ទ Android ទូរស័ព្ទអីផ្សេងៗ Oppo Samsung Xiaomi ឬក៏ទូរស័ព្ទ Huawei ផ្សេងៗដែលប្រើប្រាស់កម្មវិធី Android ទាំងអស់គឺចង់តម្លើងកម្មវិធី Pinduoduo អាចមើលវីដេអូនេះបានអញ្ចឹងបើចឹងនេះចូលទៅ App Store អត់មានទេអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកគ្នាយើងវិធីសាស្ត្រតម្លើងកម្មវិធី Pinduoduo ហ្នឹងដូចគ្នាអញ្ចឹងអ្នកគ្នាអាចចូលទៅកម្មវិធី Google Chrome យើងចូលមកកាន់ Chrome យើង search Pinduoduo មកបន្ទាប់ពី search Pinduoduo មកយើងឃើញ website ចិនជាច្រើនអញ្ចឹងអ្នកគ្នាអាចចំណាំទៅលើ logo របស់កម្មវិធី Pinduoduo គឺអារូបបេះដូងក្រហមមួយនេះយើងចុចចូលមកចឹងអានេះយើងបានចូលមកក្នុង website Pinduoduo អញ្ចឹងយើងត្រូវចុចទៅលើកម្មវិធីដើម្បីតម្លើងកម្មវិធី Pinduoduo ហ្នឹងចុចទៅលើខាងក្រោមខាងពណ៌សមួយនេះអូខេយើងមកដល់កន្លែងហ្នឹងយើងឃើញអក្សរចិន load សហ្នឹងយើងអាចចុចកន្លែងហ្នឹងទៅដើម្បី download កម្មវិធីជា Pinduoduo APK អញ្ចឹងអានេះគឺសម្រាប់អ្នកដែលប្រើប្រាស់ Android តែប៉ុណ្ណោះដែលគាត់អាច download Pinduoduo បានអញ្ចឹងនៅពេលណាដែលយើងចុច download Pinduoduo ហើយយើងអាចចូលទៅកន្លែង download និងចុច install ទៅកម្មវិធី Pinduoduo ហ្នឹងនឹងនៅលើទូរស័ព្ទរបស់អ្នកគ្នានេះគឺជាវិធីសាស្ត្រមួយប្រើប្រាស់សម្រាប់អ្នកដែលប្រើប្រាស់ Android តែប៉ុណ្ណោះដែលគាត់អាច download អានេះគឺវាសុវត្ថិភាពដោយសារតែយើង download ចេញពី website របស់ Pinduoduo អញ្ចឹងមិនមែន download ចេញពី website ផ្សេងដែលអាចឆ្លងមេរោគទេអញ្ចឹងអានេះគឺអ្នកគ្នាអាចប្រើប្រាស់វិធីសាស្ត្រនេះបានដោយសារតែខ្ញុំប្រើប្រាស់វិធីសាស្ត្រនោះដូចគ្នាសម្រាប់ទូរស័ព្ទខ្ញុំ Android ដោយសារយើងអាច search កម្មវិធី Pinduoduo នៅលើទូរស័ព្ទយើងបានអញ្ចឹងអានេះគឺសុវត្ថិភាពដោយសារតែយើង download ចេញពី website របស់ Pinduoduo យើងបាន download ហើយយើងគ្រាន់តែចុចទៅលើកម្មវិធីហ្នឹងទៅវានឹងឲ្យយើង install ហើយអញ្ចឹងអានេះគឺវិធីសាស្ត្រសម្រាប់អ្នកដែលប្រើទូរស័ព្ទ Android តែប៉ុណ្ណោះទូរស័ព្ទគ្រប់ប្រភេទដែលប្រើប្រាស់ប្រព័ន្ធ Android ដូចជា Samsung Oppo Vivo Xiaomi អីផ្សេងៗដែលចង់ download Pinduoduo អាចប្រើវិធីសាស្ត្រនេះបានអានេះគ្រាន់តែជាវីដេអូទី1សម្រាប់អ្នកដែលមិនអាច download ចេញមកពី App Store បានដោយសារតែយើងប្រើទូរស័ព្ទ Android វាអត់មានបើខ្ញុំសាកsearch ទូរស័ព្ទ iPhone គឺវាមាននៅក្នុង App Store អញ្ចឹងខ្ញុំក៏ដឹងពីមូលហេតុច្បាស់លាស់ប៉ុន្តែអានេះសារតែវិធីសាស្ត្រមួយដែលសុវត្ថិភាពដែលអ្នកអាចយកទៅប្រើប្រាស់បានដោយសារយើង download ចេញមកពី website របស់ Pinduoduo ផ្ទាល់អញ្ចឹងអានេះគ្រាន់តែជាវិធីសាស្ត្រងាយៗជាជំហានទី1ដែលអ្នកចង់ download ជាសារអ្នកដែលប្រើប្រាស់ទូរស័ព្ទ Android អញ្ចឹងជួបគ្នានៅវីដេអូក្រោយផ្សេងទៀតដែលខ្ញុំបង្ហាញអ្នកគ្នាពីរបៀបយើងទិញតំណែងពីកម្មវិធី Pinduoduo